លឺសំដីនឹងភ្លាមមួយអើយដូចហោះឡើងទៅសួស្តីបងប្អូនមួយទាំងអស់គ្នាចាថ្ងៃហ្នឹងស្វាគមន៍មកកាន់ថ្ងៃទី4របស់ខ្ញុំហើយបងមួយបានវីដេអូហើយថ្ងៃទី1តើទៅនិយាយអំពីការផ្ដើមអាជីវកម្មតែអត់ចេះអីសោះចេញពីអត់ចេះអីសោះទី2គឺថ្ងៃគឺភាពភ័យខ្លាចនឹងការរំភើបនឹងទី3គឺជាការស្តាំងកំហុសនឹងការកាផ្សាយហើយសម្រាប់ថ្ងៃនេះគឺ topic ថ្មីគឺនិយាយអំពីភាពជោគជ័យតូចដែលកើតឡើងនៅក្នុងអាជីវកម្មរបស់ខ្ញុំមួយនេះចាធម្មតាមួយទៅពេលដែលថ្ងៃដល់ពេលដែលជោគជ័យតូចយើងចង់បានជោគជ័យធំត្រូវតែមានជោគជ័យតូចហើយយើងជាថ្លៃអំណរអរគុណហើយមួយចង់ដឹងថាជោគជ័យតូចជាអ្វីអញ្ចឹងនៅក្នុងវិស័យខ្ញុំលក់អនឡាញលក់កៅអៅនេះចាភាពជោគជ័យតូចគឺនៅគ្រាន់តែខ្ញុំថាចាប់ផ្ដើមភ្ញៀវកំងអីវ៉ាន់ហើយចាភ្ញៀវកំងអីវ៉ាន់ហើយយើងដាក់ឲ្យភ្ញៀវយល់ទៅភ្ញៀវគាត់feedback មកយើងថាអូនអីវ៉ាន់ហ្នឹងស្អាតអីវ៉ាន់ហ្នឹងល្អហើយតម្លៃធូរហើយអ្វីដែលសំខាន់ហ្នឹងមានគាត់ថាអ្វីសំខាន់គឺសម្ដីអ្នកលក់ទុនផ្លុនរុះរាយរាក់ទាក់ចេះយល់ឆ្លើយឆាតលឿនដល់ស្រែឲ្យគ្រប់បញ្ហាចាហើយគាត់តែខ្ញុំនៅពេលដែលភ្ញៀវ feedback មកឲ្យខ្ញុំប៉ុណ្ណឹងថ្ងៃហ្នឹងព្រាមគាត់ថាខ្ញុំលឺសម្ដីលឺអារម្មណ៍តែគាត់ភ្ញៀវគាត់ដាក់មកថាគាត់អារម្មណ៍គាត់ដាក់មកឲ្យខ្ញុំថាប៉ុណ្ណឹងព្រាមខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងដើរលើផ្លូវត្រង់នៅលើវិស័យមួយនេះហើយចាលឺសំដីនឹងភ្លាមមួយអើយដូចហោះឡើងទៅលើមេឃអញ្ចឹងហើយសบายចិត្តមានកម្លាំងខ្លាំងធ្វើការចេះហត់ទេហើយចាប់ដើមមានសង្ឃឹមហើយមានអារម្មណ៍គិតថាខ្ញុំចាប់ដើមដើរត្រូវលើវិថីមួយនេះហើយចាអញ្ចឹងវាជាជោគជ័យតូចដែលខ្ញុំតែងតែអបអរសบายចិត្តនិងសាទរគ្រប់ទាំងអស់ចាមិនថាការជោគជ័យធំគឺកើតឡើងពីការជោគជ័យតូចហើយពេលលឺភ្លាមមានកម្លាំងមកពីណាមាន energy និយាយពីធ្វើការចេះហត់ចាអញ្ចឹងសម្រាប់មួយទាំងអស់គ្នាអ្វីដែលឆាតអ្វីដែលមីសេចខ្ញុំចង់បង្ហាញឲ្យថ្ងៃនេះមានថាមិនថា business អីមិនថាធ្វើអីក៏ដោយសុទ្ធតែមានភាពជោគជ័យកើតឡើងរហូតគ្រាន់តែថាយើងឲ្យតម្លៃវាជាភោគជោគជ័យអត់អញ្ចឹងសម្រាប់ខ្ញុំណាគ្រាន់តែភ្ញៀវ feedback មកល្អឲ្យបានធូរថ្លៃតម្លៃសមរម្យអ្នកលក់រស់រាយរាក់ទាក់គឺជាជោគជ័យធំរបស់ខ្ញុំហើយចានេះគឺឆៃរូបទាំងនេះគឺជាផុសតាំងដែរខ្ញុំលក់ដំបូងភ្ញៀវ feedback ថាអ្នកអូននៅល្អឲ្យបានចេះអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងសម្រាប់បងមួយដែលចង់តាមដានវីដេអូខ្ញុំបន្តទៅកុំភ្លេចរងចាំនៅថ្ងៃបន្ទាប់ហើយអ្វីដែលបងប្អូនចង់រៀនពីខ្ញុំឬក៏ថាស្ដាប់ទៅអត់តាន់ឬក៏ចង់ដឹងចង់ឲ្យខ្ញុំ detail បន្ថែមទៀតអាច comment នៅក្រោមវីដេអូចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ